ការផ្លាស់ប្ដូរល្បាយបបរគឺសំខាន់មែនតើសម្រាប់ការញ៉ាំរបស់កូនណាអាយុកូនពី6ខែគឺយើងអាចឲ្យគាត់ញ៉ាំរាវហើយល្បាយបបររបស់យើងរៀងម៉ត់ប៉ុន្តែចូលដល់ក្បាល7ខែហើយឥឡូវកូនខ្ញុំគឺអាយុ7ខែគាត់តែម្ដងណាអញ្ចឹងអ្វីដែលខ្ញុំត្រូវផ្លាស់ប្ដូរទី1គឺល្បាយបបរហ្នឹងហ្មងបងអាចមើលនៅក្នុងចាននេះបានគឺល្បាយបបរគឺខ្ញុំចាប់ផ្ដើមធ្វើរៀងខាប់ជាងមុនហើយរៀងក្រើមជាងមុនដោយសារកូនខ្ញុំគាត់ចូលរៀងខាប់បែបហ្នឹងហើយបើសិនជាម៉ត់គាត់លេងចង់ញ៉ាំទៀតហើយអញ្ចឹងសម្រាប់ការផ្លាស់ប្ដូរល្បាយគឺសំខាន់មែនតើយើងអាចបដោតទៅលើនឹងហើយតកតងនឹងពេលវេលាក្នុងការញ៉ាំរបស់គាត់ពី6ខែញ៉ាំតែ2ពេលឥឡូវគាត់ចូល7ខែគឺខ្ញុំឲ្យគាត់ញ៉ាំ3ពេលពេលព្រឹកថ្ងៃហើយជាមួយនឹងល្ងាចខ្ញុំបូកជាមួយនឹងប្រភេទអាហារសម្រន់ឲ្យគាត់ញ៉ាំជានំកាន់បែប finger food រៀនកាន់ញ៉ាំអីមួយពេលថែមទៀតការដែលបង្រៀនកូនកាន់បែប finger food គឺផ្ដល់អត្ថប្រយោជន៍ច្រើនឲ្យកូនគាត់ចេះចិញ្ចក់ចឹងឲ្យគាត់ចេះប្រើប្រភេទពួកចាញ់ថ្មិញរបស់គាត់ទៅខំចំណីអាហារដែលទន់ហើយគាត់អាចចេះបែងចែកប្រភេទអាហារដែលគាត់ញ៉ាំនឹងទៅដឹងជាតិថាំងសម្រាប់អ្វីដែលយើងដាក់ឲ្យគាត់រសជាតិបែបម៉េចអញ្ចឹងតែពេលកូនធំបន្តិចគឺគាត់អត់ពិបាកក្នុងការញ៉ាំទេគឺគាត់អាចលឿនក្នុងការចេះទំពាចំណីអាហារដោយខ្លួនឯងហើយគឺគាត់ញ៉ាំអត់រើសចំណីអញ្ចឹងគឺផ្ដល់ភាពងាយស្រួលបែបហ្នឹងការកូនទី1របស់ខ្ញុំគឺ Floyd គឺខ្ញុំដើរដូចគ្នាដែរអញ្ចឹងគឺជោគជ័យប៉ុន្តែឥឡូវអូនឈីនេះគឺខ្ញុំចាប់ផ្ដើមបដូរគាត់ដូចគ្នាដែរហើយសម្រាប់នេះគឺខ្ញុំជ្រើសរើសនំដែលរៀងទន់ងាយស្រួលរំលាយឲ្យកូនញ៉ាំមើលមាត់គេខ្ជូតណាបងអូនចាគឺខាំដូចមនុស្សធំអញ្ចឹងហើយចូលចិត្តមែនតើការដែលខ្ញុំផ្លាស់ប្ដូរបែបនេះគឺកូនខ្ញុំអាយុ7ខែគាត់ញ៉ាំបានច្រើនសង្កេតមើលថាគាត់ញ៉ាំបានគុណនឹង2ព្រោះដោយសារគាត់ចូលចិត្តទំពាខ្លាំងមែនតើបែបនេះគឺជាប្រភេទនំសរីរាង្គដែលអូនឈីញ៉ាំពីដើមវីដេអូហ្នឹងចាម៉ាម៉ាអាចជ្រើសរើសធ្វើជាអាហារសម្រន់របស់កូនឬឲ្យកូនញ៉ាំលេងបានអាយុចាប់ពី6ខែឡើងទៅអត់មានប៉ះពាល់ដល់កូនក្មេងទេបងអូនញ៉ាំទៅសម្បូរថាប្រយោជន៍ក៏ច្រើនដែរផ្សំចេញប្រភេទពួកអង្គជាមួយប្រភេទផ្លែឈើរសជាតិគេឈ្ងុយងាយរំលាយដាក់ចូលមាត់ត្រូវទឹកមាត់ឲ្យលាយតែម្ដងម៉ាម៉ាចាប់អារម្មណ៍អាចតាក់ទងចូលពេកណា